តោះបងប្អូនដែលកំពុងតែស្វែងរកទូយកទៅលក់អីវ៉ាន់លក់កាហ្វេលក់ផ្លែឈើលក់នំប៉័ងឬក៏លក់អីផ្សេងក៏ដោយណាខ្ញុំសូមណែនាំទូមួយនេះគឺវាចំណេញពិសេសខុសពីទូធម្មតាត្រង់ថាជាងវានេះខ្ញុំឆ្នៃធ្វើជាតុកឬក៏ធ្នើបងប្អូនអាចដាក់អីវ៉ាន់បានច្រើនណាហើយពេលឈប់ប្រើយើងបត់វាអញ្ចឹងមកណាអត់មានពិបាកក្នុងការប្រើប្រាស់ទេគឺងាយស្រួលតែម្ដងណាហើយមានកង់រុញងាយស្រួលចល័តរុញចុះរុញឡើងមុខផ្ទះក្រោយផ្ទះជួលមុខផ្ទះគេអីហ្នឹងក៏យើងអាចរុញចុះរុញឡើងចូលទៅទុកបានដែរបងប្អូនណាបាទអញ្ចឹងវាមានលក្ខណៈពិសេសមែនទែនត្រង់ដល់ទូវាអាចចល័តបានហើយនៅពេលដែលយើងត្រូវការរើដូរទីតាំងក៏វាងាយស្រួលនៅក្នុងការរើដូរទីតាំងបំលាស់ទីដែរណាបងប្អូនមើលនៅក្នុងវីដេអូនេះខ្ញុំបង្ហាញប្រាប់ហើយគឺរបៀបនៃការធ្វើរបៀបនៃការដំឡើងដោះអីហ្នឹងគឺថាស្រួលតែម្ដងណាបងប្អូនគឺខ្ញុំរៀបចំឲ្យស្អាតជូនបងប្អូនតែម្ដងណាបាទអញ្ចឹងមានឆាត់មានអីយើងល្វីវាចូលទុកអញ្ចឹងមកណាបាទអញ្ចឹងវាអត់មានពិបាកនៅក្នុងការប្រើហើយឆាត់របស់យើងស្រាលបងប្អូនណាតែវារឹងមាំបងប្អូនណាបាទនេះហើយធ្នើថ្នាក់របស់វាហ្នឹងមាន4ណាហើយទំហំវាបាន6ទឹកបដោយវា1.2 ម៉ែត្រណាហើយប្រភេទឈើដែលអាចត្រូវទឹកបានមេអត់ស៊ីអញ្ចឹងវាចំណេញមែនតែនបងប្អូនចង់ដោះឬដឹកកន្លែងបំលាស់ទីទៅណាមកណាស្រួលឲ្យបងប្អូនជាពិសេសបងប្អូនដែលលក់ដូរនៅខាងយប់ប្រលប់ណាឬក៏នៅខាងផ្លូវថ្មើរជើងណានៅរាជធានីភ្នំពេញយើងនេះដែលកំពុងតែមានបងប្អូនគ្រប់គ្រងច្រើនណាហើយដាក់លក់អីវ៉ាន់ហ្នឹងគឺស្រួលយើងងាយស្រួលសំខាន់ត្រង់ថាវាអាចបំលាស់ទីហើយនឹងងាយស្រួលក្នុងការរើទុកដាក់ពេលបំលាស់ទីពេលបត់បែននេះម្ដងយើងមិនបាច់ចាំរលម៉កអីមកដឹកទេណាយើងដឹកតាមម៉ូតូខ្លួនឯងបានទេណាហើយការដំឡើងដូចបងប្អូនឃើញអញ្ចឹងណាហើយចប់អញ្ចឹងយើងបិទវាអញ្ចឹងមកណាងាយស្រួលក្នុងការដឹកជូនមែនតើអញ្ចឹងបងប្អូនចង់បានទំនាក់ទំនងមកជាងផ្ទាល់ណាបងប្អូនតម្លៃពិសេសតែម្ដងណាបងប្អូនអរគុណជំរាបលា